នេះជាកម្មវិធីទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ Vuthu Azizi Serai មានសួរលោកមកថនស្ក្លាជាមេធាវីតំណាងឲ្យជនរងគ្រោះនឹងក្រុមអង្គការសង្គមស៊ីវិលដែលកាលពីសប្តាហ៍មុនទើបតែបានដាក់បណ្ដឹងមួយទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅថ្ងៃនេះតែម្ដងតុលាការព្រហ្មទណ្ឌអន្តរជាតិបានទទួលយកពាក្យបណ្ដឹងរបស់លោកហើយតើដំណើរការបន្ទាប់លោកនឹងធ្វើយ៉ាងម៉េចដែរ It's a preliminary investigation នេះជាការស៊ើបអង្កេតដំបូងដើម្បីសន្មតថាតើការរំលោភបំពានទាំងឡាយដែលត្រូវបានចោទប្រកាន់ក្នុងពាក្យបណ្ដឹងនោះមានស្ថានទម្ងន់ទោសគ្រប់គ្រាន់សម្រាប់ឲ្យតុលាការពិចារណាឬទេក្នុងពាក្យបណ្ដឹងរបស់លោកនឹងមានចំណុច2ដែលលើកយកមកចោទប្រកាន់លោកហ៊ុនសែនតាក់ទងទៅនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ The firstបណ្ដឹងផ្នែកទី1របស់យើងគឺពាក់ព័ន្ធទៅនឹងបទប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហមអ្វីដែលលោកហ៊ុនសែននិងបរិវាររបស់លោកបានប្រព្រឹត្តនោះគឺបណ្ដាលឲ្យពួកគេស្ថិតនៅក្រោមយុត្ថាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិពួកគេបានព្យាយាមបញ្ឈប់ឬប្រហែលជាទទួលបានជោគជ័យរួចទៅហើយក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមលោកហ៊ុនសែនបានជ្រៀតជ្រែកនឹងរារាំងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទង្វើរបស់លោកហ៊ុនសែនគឺស្ថិតនៅក្រោមយុត្ថាធិការរបស់តុលាការអន្តរជាតិនេះជាទង្វើបំពានដ៏ធ្ងន់ធ្ងរបំផុតក្នុងការព្យាយាមបញ្ឈប់ដំណើរការសាលាក្តីខ្មែរក្រហមចំពោះចំណុចទី2នៃបណ្ដឹងរបស់យើងនោះគឺលោកហ៊ុនសែននិងបរិវាររបស់លោកបានប្រព្រឹត្តបទល្មើសប្រឆាំងនឹងមនុស្សជាតិលោកហ៊ុនសែនបានប្រព្រឹត្តបទល្មើសជាប្រព័ន្ធមួយចំនួនប្រឆាំងទៅនឹងពលរដ្ឋកម្ពុជារួមមានការសម្លាប់ការបង្ខំបណ្តេញចេញពីលំនៅឋានការរំលោភបំពានផ្លូវភេទលើស្ត្រីអ្នកទោសការរំលោភបំពានទាំងនោះត្រូវបានធ្វើឡើងជាបន្តបន្ទាប់និងមានសភាពធ្ងន់ធ្ងរដែលតុលាការអាចចាត់ទុកបានជាបទល្មើសប្រឆាំងនឹងមនុស្សជាតិតើទំហំនៃបទឧក្រិដ្ឋទាំងនោះនឹងអាចថាលោកហ៊ុនសែននឹងអាចប្រឈមទៅនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដែរទេពិតណាស់បទចោទទាំងនោះពិតជាស្ថិតក្នុងយុត្ថាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិមិនតម្រូវឲ្យដើមបណ្ដឹងបង្ហាញភស្តុតាងទាំងស្រុងចំពោះបទចោទប្រកាន់ទាំងនោះមុនពេលដែលតុលាការទទួលពាក្យបណ្ដឹងដើម្បីស៊ើបអង្កេតឡើយតុលាការតម្រូវឲ្យដើមបណ្ដឹងបង្ហាញមូលហេតុសមស្របមួយចំនួនតែប៉ុណ្ណោះយើងបានបង្ហាញមូលហេតុសមស្របមួយចំនួនហើយតាមរយៈពាក្យបណ្ដឹងដែលមានចំនួន30ទំព័រខ្ញុំជឿថាតុលាការពិតជាធ្វើការអង្កេតជាបឋមហើយតុលាការពិតជាមានយុត្ថាធិការដើម្បីបន្តដំណើរការស៊ើបអង្កេតលើករណីនេះលទ្ធផលនៃការស៊ើបអង្កេតបឋមតើមានអត្ថប្រយោជន៍អ្វីដែរសម្រាប់ពាក្យបណ្ដឹងរបស់លោក Well, there are two important មានចំណុចពីរសំខាន់ផ្សេងគ្នាកើតឡើងបន្ទាប់ពីតុលាការទទួលយកពាក្យបណ្ដឹងដើម្បីស៊ើបអង្កេតនោះទី1លោកហ៊ុនសែនមិនអាចទប់ស្កាត់ការស៊ើបអង្កេតរបស់តុលាការអន្តរជាតិបានទេលោកមិនអាចជ្រៀតជ្រែកនិងប្រើប្រាស់ឥទ្ធិពលប្រឆាំងនឹងតុលាការអន្តរជាតិបានឡើយចំណុចទី2ជាការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិឲ្យស្វែងយល់ពីប្រទេសកម្ពុជាមន្ត្រីរដ្ឋាភិបាលចាត់ទុកថាបណ្ដឹងរបស់លោកប្រហែលជានឹងមិនត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងចាត់ការទេហើយគេថាជាបណ្ដឹងនយោបាយមិនមែនជាបណ្ដឹងសម្រាប់យុត្តិធម៌ទេ First of all, ដំបូងខ្ញុំចង់បញ្ជាក់ថាបណ្ដឹងរបស់ខ្ញុំមិនមែនពាក់ព័ន្ធទៅនឹងនយោបាយឡើយពាក្យបណ្ដឹងនេះត្រូវបានដាក់ដោយជនរងគ្រោះនិងអង្គការសង្គមស៊ីវិលដែលធ្វើការនឹងបញ្ហាសិទ្ធិមនុស្សខ្ញុំជាមេធាវីការពារសិទ្ធិមនុស្សខ្ញុំមិនមែនជាអ្នកនយោបាយទេខ្ញុំបានបម្រើការងារផ្នែកសិទ្ធិមនុស្សអស់រយៈពេល50ឆ្នាំមកហើយដូច្នេះពាក្យបណ្ដឹងនេះគឺផ្ដោតសំខាន់ដើម្បីការពារសិទ្ធិមនុស្សឆ្លើយតបទៅនឹងការអះអាងរបស់រដ្ឋាភិបាលដែលបានលើកឡើងថាតុលាការអន្តរជាតិនេះមិនបានចាប់អារម្មណ៍នឹងបណ្ដឹងរបស់យើងនោះខ្ញុំសូមបញ្ជាក់ថានៅពេលដែលតុលាការបានទទួលយកពាក្យបណ្ដឹងរបស់យើងដើម្បីពិចារណាស៊ើបអង្កេតនោះវាបានផ្ដល់ផលប្រយោជន៍ជាច្រើនឲ្យយើងរួចទៅហើយពាក្យបណ្ដឹងនេះមិនមែនស្ថិតនៅក្រោមការត្រួតត្រារបស់កម្ពុជាឡើយលោកហ៊ុនសែនគ្មានសិទ្ធិទៅប្រាប់តុលាការអន្តរជាតិឲ្យធ្វើតាមចិត្តរបស់លោកបានទេតុលាការអន្តរជាតិមិនមែនដោយតុលាការកម្ពុជាទេចំណុចទាំងពីរនេះវាខុសគ្នាស្រឡះ
ថាលោកនឹងមានសំណុំពរឬក៏មានសំណើឲ្យលោកហ៊ុនសែនរងមេធាវីការពារខ្លួនដែរទេ Well, I think he should take the complaint very seriously. លោកហ៊ុនសែនគួរតែយកចិត្តទុកដាក់លើបណ្ដឹងនេះឲ្យបានល្អិតល្អន់លោកប្រហែលជាត្រូវការមេធាវីចំណានមួយរូបដើម្បីការពារខ្លួនរបស់លោកនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិទោះបីតុលាការអន្តរជាតិនេះកំពុងជាប់រវល់នៅមិនទាន់មានពេលចោទប្រកាន់លោកហ៊ុនសែនភ្លាមក៏ដោយក៏ប៉ុន្តែដរាបណាដែលតុលាការទទួលយកពាក្យបណ្ដឹងនេះដាក់ក្នុងបញ្ជីតុលាការដើម្បីបន្តចាត់ការនៅពេលក្រោយនោះយើងពិតជាមានជោគជ័យក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិជិះជាងតុលាការកម្ពុជា គាត់ជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហើយគាត់មានអភ័យឯកសិទ្ធិតើអភ័យឯកសិទ្ធិជានាយករដ្ឋមន្ត្រីនឹងអាចថានឹងការពារខ្លួនគាត់បានដែរទេ That immunity is យើងត្រូវដឹងថាលោកហ៊ុនសែនបានបង្កើតអភ័យឯកសិទ្ធិសម្រាប់ប្រើប្រាស់ដោយខ្លួនឯងនៅពេលដែលលោកមានអភ័យឯកសិទ្ធិនោះលោកក៏បានបង្កើតឲ្យមានអំពើនីតិរដ្ឋភាពសម្រាប់ការពារលោកនិងក្រុមបរិវាររបស់លោកដោយសារតែលោកកំពុងគ្រប់គ្រងប្រព័ន្ធយុតិធធម៌និងព្រះរាជអាជ្ញានៅកម្ពុជាអំពើទាំងឡាយណាដែលគាត់អាចធ្វើបានតាមចិត្តនៅកម្ពុជាគាត់មិនអាចធ្វើបានទេនៅតុលាការអន្តរជាតិលោកហ៊ុនសែនមិនអាចប្រកែកមិនទទួលយកពាក្យបណ្ដឹងចោទលោកពីបទអក្រិតប្រឆាំងនឹងមនុស្សជាតិនិងការស៊ើបអង្កេតនោះទេចុងក្រោយលោកហ៊ុនសែននឹងត្រូវនាំខ្លួនទៅប្រឈមមុខនឹងយុត្តិធម៌អភ័យឯកសិទ្ធិរបស់លោកហ៊ុនសែនមិនអាចជួយលោកបានទេ តើបទអក្រិតទាំងឡាយដែលលោកចោទកាន់ប្រឆាំងលោកហ៊ុនសែនហ្នឹងតើលោកហ៊ុនសែនអាចមានទោសប៉ុណ្ណាដែរ the punishment before the ICC. តុលាការព្រហ្មទណ្ឌអន្តរជាតិជាតុលាការកាត់ទោសករណីព្រហ្មទណ្ឌដែលអាចផ្ដន្ទាទោសជនជាប់ចោទយ៉ាងធ្ងន់ធ្ងរប៉ុន្តែអ្វីដែលសំខាន់នោះគឺតុលាការអាចចាប់ជនជាប់ចោទទាំងនោះដាក់ពន្ធនាគារទោះបីជាតុលាការមិនអាចកាត់ទោសប្រហារជីវិតក៏ដោយប៉ុន្តែតុលាការអាចកាត់ទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារអស់មួយជីវិតលោកហ៊ុនសែនពិតជាអាចត្រូវផ្ដន្ទាទោសចំពោះអក្រិតកម្មទាំងនោះខ្ញុំទទួលដំណឹងថាលោកហ៊ុនសែនព្យាយាមចង់ប្រើប្រាស់អភ័យឯកសិទ្ធិដើម្បីគេចចេញពីការទទួលខុសត្រូវប៉ុន្តែអភ័យឯកសិទ្ធិទទួលបាននៅកម្ពុជាទាំងនោះមិនអាចប៉ះពាល់ដល់ដំណើរការនៅតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ នេះជាកម្មវិធីទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ Vuthu Azizi Serai មានសួរលោក Morton ស្ក្លាជាមេធាវីតំណាងឲ្យជនរងគ្រោះនឹងក្រុមអង្គការសង្គមស៊ីវិលដែលកាលពីសប្តាហ៍មុនទើបតែបានដាក់បណ្ដឹងមួយទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅថ្ងៃនេះតែម្ដងតុលាការព្រហ្មទណ្ឌអន្តរជាតិបានទទួលយកពាក្យបណ្ដឹងរបស់លោកហើយតើដំណើរការបន្ទាប់លោកនឹងធ្វើយ៉ាងម៉េចដែរ It's a preliminary investigation. នេះជាការស៊ើបអង្កេតដំបូងដើម្បីសន្មត់ថាតើការរំលោភបំពានទាំងឡាយដែលត្រូវបានចោទប្រកាន់ក្នុងពាក្យបណ្ដឹងនោះមានស្ថានទម្ងន់ទោសគ្រប់គ្រាន់សម្រាប់ឲ្យតុលាការពិចារណាឬទេ ក្នុងពាក្យបណ្ដឹងរបស់លោកនឹងមានចំណុច2ដែលលើកយកមកចោទប្រកាន់លោកហ៊ុនសែនតាក់ទងទៅនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ The first element បណ្ដឹងផ្នែកទី1របស់យើងគឺពាក់ព័ន្ធទៅនឹងបទប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហមអ្វីដែលលោកហ៊ុនសែននិងបរិវាររបស់លោកបានប្រព្រឹត្តនោះគឺបណ្ដាលឲ្យពួកគេស្ថិតនៅក្រោមយុត្ថាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិចំពោះបទចោទប្រកាន់ទាំងនោះមុនពេលដែលតុលាការទទួលពាក្យបណ្ដឹងដើម្បីស៊ើបអង្កេតឡើយតុលាការតម្រូវឲ្យដើមបណ្ដឹងបង្ហាញមូលហេតុសមស្របមួយចំនួនតែប៉ុណ្ណោះយើងបានបង្ហាញមូលហេតុសមស្របមួយចំនួនហើយតាមរយៈពាក្យបណ្ដឹងដែលមានចំនួន30ទំព័រខ្ញុំជឿថាតុលាការពិតជាធ្វើការអង្កេតជាបឋមហើយតុលាការពិតជាមានយុត្ថាធិការដើម្បីបន្តដំណើរការស៊ើបអង្កេតលើករណីនេះ លទ្ធផលនៃការស៊ើបអង្កេតបឋមតើមានអត្ថប្រយោជន៍អ្វីដែរសម្រាប់ពាក្យបណ្ដឹងរបស់លោក Well, there are two
មានចំណុចពីរសំខាន់ផ្សេងគ្នាកើតឡើងបន្ទាប់ពីតុលាការទទួលយកពាក្យបណ្ដឹងដើម្បីស៊ើបអង្កេតនោះទីមួយលោកហ៊ុនសែនមិនអាចទប់ស្កាត់ការស៊ើបអង្កេតរបស់តុលាការអន្តរជាតិបានទេលោកមិនអាចជ្រៀតជ្រែកនិងប្រើប្រាស់ឥទ្ធិពលប្រឆាំងនឹងតុលាការអន្តរជាតិបានឡើយចំណុចទីពីរជាការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិឲ្យស្វែងយល់ពីប្រទេសកម្ពុជាមន្ត្រីរដ្ឋាភិបាលចាត់ទុកថាបណ្ដឹងរបស់លោកប្រហែលជានឹងមិនត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងចាត់ការទេហើយគេថាជាបណ្ដឹងនយោបាយមិនមែនជាបណ្ដឹងសម្រាប់យុត្តិធម៌ទេ First of all, ការពីខ្លួនរបស់លោកនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិទោះបីតុលាការអន្តរជាតិនេះកំពុងជាប់រវល់នៅមិនទាន់មានពេលចោទប្រកាន់លោកហ៊ុនសែនភ្លាមក៏ដោយក៏ប៉ុន្តែដរាបណាដែលតុលាការទទួលយកពាក្យបណ្ដឹងនេះដាក់ក្នុងបញ្ជីតុលាការដើម្បីបន្តចាត់ការនៅពេលក្រោយនោះយើងពិតជាមានជោគជ័យក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិជិះជាងតុលាការកម្ពុជាគាត់ជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហើយគាត់មានអភ័យឯកសិទ្ធិតើអភ័យឯកសិទ្ធិជានាយករដ្ឋមន្ត្រីនឹងអាចថានឹងការពារខ្លួនគាត់បានដែរទេThat immunity is យើងត្រូវដឹងថាលោកហ៊ុនសែនបានបង្កើតអភ័យឯកសិទ្ធិសម្រាប់ប្រើប្រាស់ដោយខ្លួនឯងនៅពេលដែលលោកមានអភ័យឯកសិទ្ធិនោះលោកក៏បានបង្កើតឲ្យមានអំពើនីតិរដ្ឋភាពសម្រាប់ការពារលោកនិងក្រុមបរិវាររបស់លោកដោយសារតែលោកកំពុងគ្រប់គ្រងប្រព័ន្ធយុត្តិធម៌និងព្រះរាជអាជ្ញានៅកម្ពុជាអំពើទាំងឡាយណាដែលគាត់អាចធ្វើបានតាមចិត្តនៅកម្ពុជាគាត់មិនអាចធ្វើបានទេនៅតុលាការអន្តរជាតិលោកហ៊ុនសែនមិនអាចប្រកែកមិនទទួលយកពាក្យបណ្ដឹងចោទលោកពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនិងការស៊ើបអង្កេតនោះទេចុងក្រោយលោកហ៊ុនសែននឹងត្រូវនាំខ្លួនទៅប្រឈមមុខនឹងយុត្តិធម៌អភ័យដំបូងខ្ញុំចង់បញ្ជាក់ថាបណ្ដឹងរបស់ខ្ញុំមិនមែនពាក់ព័ន្ធទៅនឹងនយោបាយឡើយពាក្យបណ្ដឹងនេះត្រូវបានដាក់ដោយជនរងគ្រោះនិងអង្គការសង្គមស៊ីវិលដែលធ្វើការនឹងបញ្ហាសិទ្ធិមនុស្សខ្ញុំជាមេធាវីការពារសិទ្ធិមនុស្សខ្ញុំមិនមែនជាអ្នកនយោបាយទេខ្ញុំបានបម្រើការងារផ្នែកសិទ្ធិមនុស្សអស់រយៈពេល50ឆ្នាំមកហើយដូច្នេះពាក្យបណ្ដឹងនេះគឺផ្ដោតសំខាន់ដើម្បីការពារសិទ្ធិមនុស្សឆ្លើយតបទៅនឹងការអះអាងរបស់រដ្ឋាភិបាលដែលបានលើកឡើងថាតុលាការអន្តរជាតិនេះមិនបានចាប់អារម្មណ៍នឹងបណ្ដឹងរបស់យើងនោះខ្ញុំសូមបញ្ជាក់ថានៅពេលដែលតុលាការបានទទួលយកពាក្យបណ្ដឹងរបស់យើងដើម្បីពិចារណាស៊ើបអង្កេតនោះវាបានផ្ដល់ផលប្រយោជន៍ជាច្រើនឲ្យយើងរួចទៅហើយពាក្យបណ្ដឹងនេះមិនមែនស្ថិតនៅក្រោមការត្រួតត្រារបស់កម្ពុជាឡើយលោកហ៊ុនសែនគ្មានសិទ្ធិទៅប្រាប់តុលាការអន្តរជាតិឲ្យធ្វើតាមចិត្តរបស់លោកបានទេតុលាការអន្តរជាតិមិនមែនដោយតុលាការកម្ពុជាទេចំណុចទាំងពីរនេះវាខុសគ្នាស្រឡះតើលោកនឹងមានសំណុំពរឬក៏មានសំណើឲ្យលោកហ៊ុនសែនរងមេធាវីការពារខ្លួនដែរទេWell, I think he should take the complaint very seriously. លោកហ៊ុនសែនគួរតែយកចិត្តទុកដាក់លើបណ្ដឹងនេះឲ្យបានល្អិតល្អន់លោកប្រហែលជាត្រូវការមេធាវីចំណានមួយរូបដើម្បីគៀតពួកគេបានព្យាយាមបញ្ឈប់ឬប្រហែលជាទទួលបានជោគជ័យរួចទៅហើយក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមលោកហ៊ុនសែនបានជ្រៀតជ្រែកនឹងរារាំងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទង្វើរបស់លោកហ៊ុនសែនគឺស្ថិតនៅក្រោមយុត្ថាធិការរបស់តុលាការអន្តរជាតិនេះជាទង្វើបំពានដ៏ធ្ងន់ធ្ងរបំផុតក្នុងការព្យាយាមបញ្ឈប់ដំណើរការសាលាក្តីខ្មែរក្រហមចំពោះចំណុចទី2នៃបណ្ដឹងរបស់យើងនោះគឺលោកហ៊ុនសែននិងបរិវាររបស់លោកបានប្រព្រឹត្តបទល្មើសប្រឆាំងនឹងមនុស្សជាតិលោកហ៊ុនសែនបានប្រព្រឹត្តបទល្មើសជាប្រព័ន្ធមួយចំនួនប្រឆាំងទៅនឹងពលរដ្ឋកម្ពុជារួមមានការសម្លាប់ការបង្ខំបណ្តេញចេញពីលំនៅឋានការរំលោភបំពានផ្លូវភេទលើស្ត្រីអ្នកទោសការរំលោភបំពានទាំងនោះត្រូវបានធ្វើឡើងជាបន្តបន្ទាប់និងមានសភាពធ្ងន់ធ្ងរដែលតុលាការអាចចាត់ទុកបានជាបទល្មើសប្រឆាំងនឹងមនុស្សជាតិតើទំហំនៃបទឧក្រិដ្ឋទាំងនោះនឹងអាចថាលោកហ៊ុនសែននឹងអាចប្រឈមទៅនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដែរទេពិតណាស់បទចោទទាំងនោះពិតជាស្ថិតក្នុងយុត្ថាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិមិនតម្រូវឲ្យដើមបណ្ដឹងបង្ហាញភស្តុតាងទាំង